និទានជាដករឿងសច្ចវាទិនីនិយាយពាក្យពិតគង់បានទៅកើតក្នុងស្ថានទេវលោកពីដើមមានស្ត្រីម្នាក់មិនបានឲ្យទានមិនបានធ្វើការបូជាមិនបានស្ដាប់ធម៌ទេក្នុងជាតិមួយនេះគ្រាន់តែរក្សាពាក្យសច្ចៈប៉ុណ្ណោះលុះស្លាប់ទៅបានទៅកើតក្នុងស្ថានទេវលោកសោយទិព្វសម្បត្តិជាសុខក្សេមក្សានសម្រួលកាយដោយសេរីមានបរិវារកលជាច្រើនគ្រាក្រោយព្រះមហាមោគលានមានឥទ្ធិឫទ្ធិច្រើនបានថ្វាយបង្គំលាព្រះបរមសាស្តាជាម្ចាស់ទៅកាន់ស្ថានទេវលោកដើម្បីនឹងបានពិនិត្យស្ថានភាពផ្សេងនិងសួរបញ្ញកម្មខ្លះយកមកផ្សាយក្នុងជុំពូទ្វីបនេះកាលព្រះសាស្តាអនុញ្ញាតហើយក៏និមន្តស្ថិតនៅឯទៀបទ្វារនៃទេវធីតាម្នាក់នាងក៏ចេញមកថ្វាយបង្គំដោយសេចក្តីគោរពព្រះថេរៈសួរថានាងធ្វើបញ្ញកម្មដោយម្ដេចបានជាមានសម្បត្តិស្រុកស្ដំយ៉ាងនេះពេលដែលព្រះថេរៈសួរដូច្នោះទេពធីតាខ្មាស់ព្រះថេរៈណាស់ធ្វើលាក់លៀមមិនចង់ប្រាប់សោះតែដោយលោកជំរិតសួរខ្លាំងពេកអត់ទ្រាំមិនបានក៏ទូលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំព្រះករុណាដែលឥតបានធ្វើបុណ្យកុសលអ្វីនឹងគេទេកាលកើតជាមនុស្សនោះគ្រាន់តែរក្សាសច្ចៈប៉ុណ្ណោះសម្បត្តិទាំងនេះកើតឡើងដោយពាក្យសច្ចៈដែលខ្ញុំបានរក្សានិងថាកើតពីកុសលកម្មដទៃឥតរង្គើមានឡើយព្រះថេរៈកាលដែលជ្រាបដំណឹងសពគ្រប់ហើយក៏ត្រឡប់អំពីទេវលោកវិញចូលទៅថ្វាយបង្គំព្រះបរមសាស្តាឯវត្តចេតពុនទូលសួរថាបបិទ្ធសម្ដេចព្រះដ៏មានព្រះភិក្ខដ៏ចម្រើនបុគ្គលដែលគ្រាន់តែរក្សានៅសច្ចៈមិនបានធ្វើបុណ្យទានអ្វីទេហើយបានទៅកើតនៅក្នុងទេវលោកសោយសម្បត្តិទិព្វមានឬទេព្រះសាស្តាតបថាណែមោគលានម្ដេចក៏អ្នកចាំមកសួរតថាគតក្រែងរឿងរ៉ាវនេះទេពធីតាបានប្រាប់អ្នកដោយសពគ្រប់ហើយដឹងណែមោគលានសត្វទាំងឡាយគ្រាន់តែរក្សានៅសច្ចៈខ្វះអីទៅកើតនៅក្នុងទេវលោកសោយទិព្វសម្បត្តិមានកកោករឿងនេះបានន័យថាព្រះមហាមោគលានបាននិមន្តទៅឋានទេវលោកហើយឃើញទេវធីតាម្នាក់សួរថានាងបានបុណ្យសម្បត្តិដ៏ល្អបែបហ្នឹងតែនាងបានសាងនៅកម្មអ្វីនាងនឹងអៀនព្រានមិនចង់ឆ្លើយប្រាប់ណាថាខ្ញុំមិនបានធ្វើបុណ្យអ្វីធំដុំនោះទេគឺខ្ញុំគ្រាន់តែរក្សានៅពាក្យសច្ចៈដល់ពេលប្រាប់អញ្ចឹងទៅព្រះមហាមោគលានក៏ត្រឡប់មកសួរព្រះសម្មាសម្ពុទ្ធសួរថាអញ្ចឹងអត់បានធ្វើបុណ្យគ្រាន់តែរក្សាពាក្យសច្ចៈអញ្ចឹងអាចទៅកើតនៅឯឋានទេវលោកបានដែរឬទេអញ្ចឹងព្រះសម្មាសម្ពុទ្ធក៏ឆ្លើយថាខ្វះអីមកកកោកនឹងអ្នកដែលរក្សានៅសច្ចៈហើយទៅកើតនៅឯទេវលោកនោះ